ឥឡូវនេះខ្ញុំកំពុងតែនៅតាមផ្លូវហើយកំពុងតែបើកបរជាមួយនឹងរថយន្តមួយដែលវា comfort ងាយស្រួលក្នុងការបើកបរមែនតើហើយវាមានមុខងារសុវត្ថិភាពមួយចំនួនដូចជា blind spot assist មាន sensor ជុំវិញហើយតាក់ទងជាមួយនឹងកម្រិតស៊ីសាំងវិញត្រឹមតែ5ទៅ6លីត្រនៅក្នុងរយៈចម្ងាយ100គីឡូហើយចំណុចពិសេសគឺរថយន្តនេះគឺជា standard ជប៉ុនថែមទៀតជាមួយនឹងម៉ាស៊ីន turbo ថ្មី 1.0 លីត្រទេប៉ុន្តែជាន់ស្ទុះវ៉ាចេញបានតែម្ដងអញ្ចឹងអ្នកនរនេះសាកទេមើលថារថយន្តដែលខ្ញុំកំពុងតែបើកនេះគឺជា model អ្វីអញ្ចឹងរថយន្តដែលខ្ញុំបានធ្វើការបើកបរហ្នឹងគឺជា Toyota Rai ដោយអ្នកដឹងអញ្ចឹងថាគឺជាប្រភេទ mini SUV ដែលស័ក្តិសមបំផុតសម្រាប់បងប្អូនដែលគាត់មានសមាជិកគ្រួសារ5ទៅ6នាក់អញ្ចឹងណាហើយវាស័ក្តិសមក្នុងការបើកទាំងក្នុងក្រុងទាំងក្រៅក្រុងហើយខ្ញុំនិយាយនេះមិនមែនគ្រាន់តែបើក1គីឡូ2គីឡូហើយយើងធ្វើការនិយាយទេប៉ុន្តែខ្ញុំបើកទាំងពីក្នុងក្រុងទាំងពីក្រៅក្រុងទាំងពីផ្លូវលាតទាំងពីផ្លូវក្នុងទីប្រជុំជនក្រៅទីប្រជុំជនអីគឺគ្រប់កលៈទេសៈជាង200គីឡូហើយបទពិសោធន៍ដែលខ្ញុំទទួលបានទាំងអស់គឺជាបទពិសោធន៍ពិតដែលខ្ញុំបានធ្វើការបើកជាមួយនឹងរថយន្តមួយនេះអញ្ចឹងអ្វីដែលខ្ញុំចង់និយាយមុនគេតាក់ទងជាមួយនឹងការបើកក្នុងក្រុងនោះវាមានរបស់មួយដែលសំខាន់នោះគឺតាក់ទងជាមួយនឹង sensor របស់វាគឺ sensor មុខក្រោយដែលកន្លែងនេះគឺដូចបងប្អូនដឹងអញ្ចឹងថានៅក្នុងទីក្រុងភ្នំពេញល្ងាចឡើងគឺមានចរាចរណ៍កកស្ទះមែនទែនអញ្ចឹងនៅពេលដែលរថយន្តរបស់យើងមាន sensor បែបនេះគឺយើងដឹងថានៅជុំវិញខ្លួនរបស់យើងហ្នឹងមានឧបសគ្គដូចជាម៉ូតូឬក៏មនុស្សឬក៏រថយន្តនៅក្បែរឬក៏អត់វានឹង alert ជា sensor តាមរយៈសំឡេងប្រាប់យើងហើយមួយវិញទៀតក្នុងការបើកនៅខាងក្រៅឬក៏ផ្លូវជាតិធម្មតាគឺយើងត្រូវការវ៉ាចេញត្រូវការអីផ្សេងៗអញ្ចឹងរថយន្តមួយនេះគឺមានជាមួយនឹងមុខងារ blind spot assist ដែលវាអាចជូនដំណឹងយើងនៅពេលដែលមានឧបសគ្គនៅពីក្រោយខ្នងរបស់យើងមិនថាខាងឆ្វេងឬខាងស្ដាំគឺវានឹងធ្វើការ alert របស់យើងហើយអានេះគឺជាចំណុចមួយដែលវាអាចជួយដល់សុវត្ថិភាពក្នុងការបើកបរដោយសារតែវាជូនដំណឹងមកយើងជាមុនពេលដែលយើងធ្វើការវ៉ាចេញតាក់ទងជាមួយនឹងម៉ាស៊ីនរបស់រថយន្តមួយនេះវិញគឺជាប្រភេទ turbo 1.0 លីត្រថ្មីប៉ុន្តែតាក់ទងជាមួយនឹងការវ៉ាចេញឬក៏ការជន់នៅលើផ្លូវលាតវិញណាគឺថាជន់ឡើងតែម្ដងដែលខាង Toyota ក៏បានអះអាងដែរថាតាក់ទងជាមួយនឹងម៉ាស៊ីន turbo 1.0 នេះថ្មីគឺមានសមត្ថភាពប្រហាក់ប្រហែលទៅនឹងម៉ាស៊ីន 1.5 ប៉ុន្តែការស៊ីសាំងគឺថាល្អមែនទែនខ្ញុំបានធ្វើដំណើរពីភ្នំពេញរហូតមកដល់ទីតាំងមួយដែលមានចម្ងាយ100គីឡូជាងហើយបើតាមយើងកណនាទៅលើហ្នឹងទៅគឺវាស៊ីសាំងអស់ប្រហែលតែ5ទៅ6លីត្រទេគឺសមរម្យខ្លាំងមែនទែនអញ្ចឹងខ្ញុំបាននិយាយបានថារថយន្តមួយនេះទោះបីជាយើងប្រើសម្រាប់ក្នុងក្រុងក៏ដោយសម្រាប់អ្នកដែលគាត់ចុះទៅខេត្តយូរម្ដងក៏ដោយតាក់ទងជាមួយនឹងរឿងសាំងគឺវាមិនមែនជារឿងមួយដែលអាចធ្វើឲ្យយើងឈឺក្បាលនោះទេព្រោះកម្រិតស៊ីសាំងប៉ុណ្ណឹងគឺជាចំណុចមួយដែលវាប្រសើរហើយអូខេអញ្ចឹងអ្វីដែលខ្ញុំនិយាយប្រាប់អ្នកនរទាំងម៉ានហ្នឹងគឺជាបទពិសោធន៍ដែលខ្ញុំទទួលបានពីរថយន្ត Toyota Rai មួយគ្រឿងនេះបើកបរទាំងក្នុងក្រុងទាំងក្រៅក្រុងទាំងផ្លូវលាតផ្លូវមានឧបសគ្គអីផ្សេងអញ្ចឹងដើម្បីដឹងលម្អិតជាងអីដែលខ្ញុំនិយាយទៀតអ្នកនរនេះអាចធ្វើការតាក់ទងទៅកាន់ភ្នាក់ងារលក់របស់ Toyota ឬក៏ Toyota Cambodia បានដើម្បីធ្វើការ test drive ទៅដើម្បីទទួលបានបទពិសោធន៍ដែលយើងចង់ដឹងយើងឆ្ងល់អីយើងអាចសួរពួកគាត់បានអញ្ចឹងវាលម្អិតជាងនឹងបន្ថែមទៀតអញ្ចឹងចំពោះវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ដឹងអីបន្ថែមអាចធ្វើការ comment នៅខាងក្រោមបានហើយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត